កំហុសធំបំផុតដែលនិស្សិតកុំព្យូទ័រ Science តែងតែជួបប្រទះអ្នកគ្នាសួស្តីអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បញ្ចែករំលែកអ្នកគ្នាអំពីកំហុសមួយចំនួនដែលសិស្សកុំព្យូទ័រ Science តែងតែជួបប្រទះហើយតែងតែធ្វើនៅក្នុងកំឡុងពេលសិក្សាហើយខ្ញុំផ្ទាល់ហ្នឹងក៏ធ្លាប់ធ្វើកំហុសហ្នឹងផងដែរអញ្ចឹងបើសិនជាអ្នកគ្នាកំពុងតែសិក្សានៅ IT ឬក៏កុំព្យូទ័រ Science ហើយថ្ងៃអនាគតមានបំណងចង់ក្លាយជា Software Developer អ្នកគ្នាមើលវីដេអូនេះចប់ទៅវីដេអូមួយហ្នឹងនឹងជួយឲ្យអ្នកគ្នាជៀសផុតអំពីការខាតបង់ពេលវេលាច្រើនឆ្នាំផងដែរអ្នកគ្នា1ផ្ដោតតែលើបន្ទុកនិស្សិតភាគច្រើនគិតថា GPA ខ្ពស់គឺជាចំណុចល្អប៉ុន្តែអ្នកគ្នា GPA ល្អគឺជាចំណុចសំខាន់មួយប៉ុន្តែក្រុមហ៊ុនភាគច្រើនគេមិនផ្ដោតទៅលើតែ GPA ល្អទៅមុខទេពួកគេចង់ដឹងថាអ្នកគ្នាអាចដោះស្រាយបញ្ហាបានអត់អាចសរសេរកូដបានអត់ហើយអ្នកគ្នាធ្លាប់បានធ្វើអ្វីខ្លះនៅគេហៅថាធ្វើបច្ចេកអ្វីខ្លះកាលពីមុនមកប៉ុន្តែខ្ញុំធ្លាប់ឃើញ developer មួយចំនួនដែលពួកគេទទួលបានការងារល្អប៉ុន្តែពួកគេមិនសូវមានជា GPA ខ្ពស់ប៉ុន្មានទេប៉ុន្តែ skill របស់គេខ្លាំងអញ្ចឹងធ្វើឲ្យគេទទួលបានការងារល្អដូចគ្នាអញ្ចឹងអ្នកត្រូវចាំថាបើសិនយើងមាន GPA ខ្ពស់ទៅមុខល្អទៅមុខប៉ុន្តែ skill យើងអន់គឺក៏យើងមិនអាចទៅរួចមួយគេផងដែរគេទៅមើលទៅលើស្នាដៃហើយនឹងproject តើអ្នកគ្នាធ្វើ project បានល្អអត់ហើយស្នាដៃបានល្អអត់ចំណុចទី2នោះគឺមិនធ្វើ project ផ្ទាល់ខ្លួននេះគឺជាកំហុសដ៏ធំមួយដែរមានន័យថាអ្នកគ្នាគឺមើល tutorial រាល់ថ្ងៃមើលមេរៀនតាមរយៈវីដេអូរាល់ថ្ងៃប៉ុន្តែអ្នកគ្នាអត់ដែលសាកល្បងបង្កើត project ដោយខ្លួនឯងទេអ្នកគ្នាអាចចាប់ផ្ដើមបង្កើត project ចាប់តូចៗដូចជា portfolio website to do list student management មានអីផ្សេងៗទៀតតូចៗតាមហ្នឹងអ្នកគ្នានៅពេលអ្នកគ្នាមើលវីដេអូរាល់ថ្ងៃប៉ុន្តែអ្នកគ្នាអត់ដែលបង្កើត project អត់ដែលសាកល្បងខ្លួនឯងគឺវាមិនស្មើនឹងការអនុវត្តទេអ្នកគ្នាចាំថាការអនុវត្តវាល្អជាងការមើលអ្នកគ្នានៅពេលអ្នកគ្នាអនុវត្តបានច្រើនធ្វើឲ្យជំនាញខួរក្បាលរបស់យើងនេះគេដោះកាន់តែច្រើនហើយនឹងមានការប្រសើរជាងមុនអ្នកគ្នាអាចសាកល្បងច្រើនពេលហ្នឹងទៅបានចំណុចទី3នោះក៏សំខាន់ផងដែរគឺមិនប្រើប្រាស់ Git និង GitHub អញ្ចឹងនិស្សិតមួយចំនួនដែលរៀនឲ្យឆ្នាំទី3ទី4ហើយប៉ុន្តែពួកគេអត់ស្គាល់ថាអ្វីគឺជា Git ទេអញ្ចឹង Git គឺជាឧបករណ៍មួយដែលជួយឲ្យ developer មួយចំនួននៅលើពិភពលោកប្រើជារៀងរាល់ថ្ងៃជារៀងរាល់ម៉ោងជារៀងរាល់វិនាទីផងដែរអ្នកគ្នាវាជួយឲ្យអ្នកគ្នាអាចគ្រប់គ្រង source code បានធ្វើការងារជាក្រុមបានតាមដានការផ្លាស់ប្ដូរជារៀងរាល់ពេលអ្នកគ្នាអញ្ចឹងបើសិនជាគ្នាអត់តន់ប្រើប្រាស់ Git ទេអាចរៀនចោលពេលហ្នឹងទៅព្រោះថាដល់ពេលគ្នាចូលធ្វើការគ្នាកិច្ចអត់ផុតទេពីការប្រើប្រាស់ Git អ្នកគ្នាចំណុចទី4នោះគឺការកសាងទំនាក់ទំនងនៅគ្នាដែលគេហៅថា networking ហ្នឹងអញ្ចឹងមនុស្សមួយចំនួនតែងតែអៀនច្រើនមែនតើនៅក្នុងការសាងទំនាក់ទំនងជាមួយអ្នកដទៃអញ្ចឹងទៅអ្នកគ្នាលុបបំបាត់នៅការអៀនច្រើនហ្នឹងចាញ់ទៅអ្នកគ្នាជួបអ្វីថ្មីមួយទៀតអ្នកគ្នាអញ្ចឹងnetworking ហ្នឹងមិនមែនជាការទៅសុំការងារពីគេយើងតាក់ទងគេដើម្បីសុំការងារពីគេទេមានន័យថានៅពេលយើងស្គាល់គេយើងស្គាល់គេនៅក្នុងវិស័យមួយហ្នឹងយើងអាចទៅចូលរួមនៅការ teach event មួយចំនួនយើងចូលរួមនៅ community មួយចំនួនយើងអាចទៅ join event ផ្សេងៗអញ្ចឹងរួមជាមួយការ sharing technology ឬក៏ sharing knowledge អញ្ចឹងទៅអ្នកគ្នាអញ្ចឹងនៅពេលអ្នកគ្នាចូលរួម event មួយហ្នឹងគេដឹងពីសមត្ថភាពរបស់យើងអញ្ចឹងការងារពេលច្រើនគេនឹងរត់រកយើងតាមរយៈតំណែងហ្នឹងព្រោះគេបានស្គាល់គេដឹងពីសមត្ថភាពរបស់យើងអញ្ចឹងគេអាចនឹងហៅយើងទៅបានអ្នកគ្នាចំណុចទី5នោះគឺរងចាំដល់រៀនចប់សាកលវិទ្យាល័យសិនបានរៀន framework អញ្ចឹងនិស្សិតមួយចំនួនគិតថាចាំដល់ពេលយើងរៀនចប់បានពួកគាត់ចាប់ផ្ដើមរៀននៅ framework ថ្មីបើសិនជាពួកគាត់ចាប់ផ្ដើមទៅលើ web application អញ្ចឹងពួកគាត់ចាំរៀនចប់សាកលពួកគាត់បានចាប់ផ្ដើមទៅរៀន Vue React Node.js ឬ framework ផ្សេងៗទៀតអញ្ចឹងអ្នកដែលគេសិក្សានៅកំពុងសិក្សាពួកគេចាប់ផ្ដើមរៀន framework នេះមុនដល់ពេលពួកគេបញ្ចប់ការសិក្សាភ្លាមពួកគេមានបទពិសោធន៍មានបច្ចេកវិទ្យាបាទហើយអញ្ចឹងនៅគ្នាមិនចាំបាច់រងចាំរហូតទៅដល់រៀនចប់ចាំសិក្សាទាំងអស់ហ្នឹងឯងអ្នកគ្នាអាចចាប់ផ្ដើមពីឥឡូវហ្នឹងទៅបានបើសិនជាគ្នាកំពុងសិក្សាដល់ពេលអ្នកគ្នារៀនចប់អ្នកគ្នានឹងមានបទពិសោធន៍ភ្លាមមានចំណេះដឹងភ្លាមហ្មងអញ្ចឹងសរុបមកវិញបើសិនជាអ្នកគ្នាគឺជានិស្សិត Computer Science សូមចងចាំរឿងទាំង5នេះទី1គឺកុំផ្ដោតសំខាន់ទៅលើ GPA ខ្លាំងពេកហើយទី2នោះគឺធ្វើជាខ្លួនឯងបានច្រើនទី3រៀនប្រើប្រាស់ Git និង GitHub ទី4កសាងទំនាក់ទំនង networking បានច្រើនហើយទី5នោះគឺយើងរៀនប្រើប្រាស់ technology ថ្មីដែលទីផ្សារការងារកំពុងត្រូវការអញ្ចឹងបើសិនជាអ្នកគ្នាធ្វើទាំង5ចំណុចនេះបានអ្នកទាំងអស់គ្នានឹងមានឱកាសក្លាយជា software developer ដែលរឹងមាំជាងមុននិងបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ឱកាសការងារទៅតាមទីផ្សារផងដែរ
អញ្ចឹងសូមអរគុណសូមជម្រាបលាសម្រាប់ការទស្សនាវីដេអូនេះឲ្យចប់ជួបគ្នានៅវីដេអូបន្តទៀត